ជំរាបសួរដល់លោកគ្រូអ្នកគ្រូបឋមសិក្សាគ្រប់កម្រិតថ្នាក់ទាំងអស់អញ្ចឹងដោយមានសំណូមពរពីលោកគ្រូអ្នកគ្រូឲ្យខ្ញុំចេញវីដេអូថ្មីមួយទៀតពាក់ព័ន្ធទៅនឹងការពិនិត្យមើលលទ្ធផលការប្រឡងរបស់សិស្សនៅក្នុងខែកុម្ភៈអញ្ចឹងសួរថាតើយើងគួរចូលក្នុងកម្មវិធីមួយណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរគឺខ្ញុំសូមនាំលោកគ្រូចូលមកកន្លែង PLP បាទអញ្ចឹងលោកគ្រូចូលមកកន្លែងហ្នឹងមកបាទអញ្ចឹងដល់ពេលមកដល់កន្លែងនេះបាទសូមលោកគ្រូចាំបន្តិចបាទអញ្ចឹងគឺលោតមកហើយអញ្ចឹងសូមលោកគ្រូគឺចូលមកកន្លែងសិស្សបាទអញ្ចឹងមកដល់កន្លែងហ្នឹងហើយសូមលោកគ្រូចូលមកកន្លែងថ្នាលតេស្តនិងប្រឡងអញ្ចឹងវាលោតផ្ទាំងនេះឲ្យអញ្ចឹងដល់មកកន្លែងនេះសូមលោកគ្រូចូលមកកន្លែងឈ្មោះរបស់លោកគ្រូនៅខាងក្រោមនេះបាទចូលឲ្យសូមលោកគ្រូ scroll មើលថាតើឈ្មោះរបស់លោកគ្រូហ្នឹងពិតមែនឬក៏មិនមែនទេបាទអញ្ចឹងគឺខ្ញុំបានយកឈ្មោះលោកគ្រូមេសារ៉ាត់ដែលជាគ្រូបង្រៀនថ្នាក់ទី6ណាថ្នាក់ទី6នេះបាទថ្នាក់ទី6អញ្ចឹងគឺខ្ញុំយកសិស្សគាត់ក៏ដូចជាឈ្មោះគាត់ហ្នឹងមកធ្វើការធ្វើបទបង្ហាញដល់លោកគ្រូអ្នកគ្រូអញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូផ្សេងទៀតដែលមានកម្មថ្នាក់ផ្សេងទៀតអាចចូលតាមលំនាំនឹងបានណាចូលតាមលំនាំនឹងបានអញ្ចឹងក្រោយទៀតសូមលោកគ្រូអ្នកគ្រូចូលមកកន្លែងផ្នែកខាងលើនេះបានគេដាក់ថាមើលទិន្នន័យសិស្សអញ្ចឹងសូមលោកគ្រូចុចនៅកន្លែងហ្នឹងមកពេលដែលចុចហើយសូមលោកគ្រូអ្នកគ្រូបាទ scroll មកក្រោមអញ្ចឹងគ្រូសូលមកក្រោមមកឃើញបាទអញ្ចឹងកន្លែងនេះគឺគេប្រាប់ចំនួនសិស្សដែលបានចូលធ្វើការប្រឡងហើយទាំងអស់នេះគឺជាលទ្ធផលបាទលទ្ធផលនៃការប្រឡងហើយនេះកន្លែងនេះគឺជាបន្ទុកមធ្យមភាគបាទមកដល់ត្រង់នេះទៀតគឺចង់និយាយប្រាប់ទាំងអស់គ្នាថាគឺជាបញ្ជីអ្នកប្រើប្រាស់ចំនួន56អ្នកហ្នឹងបាទអញ្ចឹងវាមានការប្រឡងចុងក្រោយនិងការបន្ទុកដែលខ្ពស់បាទបន្ទុកដែលខ្ពស់ណាបាទអញ្ចឹងគឺខ្ញុំសុំ scroll មើលមកក្រោមទៀតបាទនេះគឺជាចំនួនសិស្សរបស់គាត់ណាចំនួនសិស្សរបស់គាត់អញ្ចឹងសិស្សរបស់គាត់ទាំងអស់គឺមាន56អ្នកប៉ុន្តែនៅក្នុងទំព័រនេះគឺចេញឲ្យត្រឹម20អ្នកសិនទេអញ្ចឹងបើសិនជាលោកគ្រូចង់មើលឈ្មោះសិស្សទាំងអស់ហ្នឹងគឺចុចនៅកន្លែងពាក្យបន្ថែមនេះមកបាទចុចតែបន្ថែមមកគឺវានឹងលោតឲ្យទាំងអស់ហើយបាទអញ្ចឹងជាមួយខ្ញុំចុចឲ្យមើលបាទអញ្ចឹងនេះគឺលោតឲ្យហើយបាទនេះគឺជាចំនួនសិស្សបាទអញ្ចឹងវាលោតម្ដង20បាទអញ្ចឹងចុចទៀតមកបាទហ្នឹងគឺគ្រប់56អ្នកតែម្ដងបាទនេះបាទអញ្ចឹងសូមគ្រូមើលនេះគ្រប់56អ្នកនេះគឺជាចំនួនសិស្សរបស់គាត់ទាំងអស់បាទអញ្ចឹងនេះគឺសិស្សណាខ្ញុំសូមអូសរឿងលឿនតិចចុះបាទហ្នឹងមួយជាងខាងនេះហ្នឹងគឺបាទអ្នកដែលបានលេខ1លេខ2លេខ3លេខ4ហ្នឹងគឺគេចេញឲ្យបាទគេចេញឲ្យមេដាយណាបាទអញ្ចឹងហើយជួរនេះបាទជួរនេះគឺមានន័យថាគឺជាជួរដែលគាត់បានចូលប្រឡងសរុបហើយជួរនេះគឺជាជួរដែលលទ្ធផលនៃការជាប់នៃការប្រឡងរបស់គាត់អញ្ចឹងឧទាហរណ៍ថាឥឡូវគាត់ចូលប្រឡង2ដងអញ្ចឹងគាត់ជាប់ទាំង2ដងអញ្ចឹងមានសិស្សខ្លះទៀតហ្នឹងគាត់ចូលប្រឡងច្រើនដងនេះឧទាហរណ៍ថាឥឡូវនេះអញ្ចឹងសិស្សនេះមួយនេះសិស្សនេះមួយបាទនេះអញ្ចឹងបូនីសានេះគាត់ចូលប្រឡង4ដងក៏ប៉ុន្តែគាត់ជាប់បានតែម្ដងអញ្ចឹងគាត់ធ្លាក់ម្ដងបាទអញ្ចឹងជួរហ្នឹងគឺចង់និយាយប្រាប់អញ្ចឹងបាទហើយនេះគឺជាបន្ទុកមធ្យមភាគរួមនៃការប្រឡងមុខវិជ្ជារួមរបស់គាត់ណាបាទអញ្ចឹងហើយនេះគឺមានប្រឡងភាសាខ្មែរបាទមានប្រឡងសិក្សាសង្គមមានប្រឡងវិទ្យាសាស្ត្រហើយនេះមានប្រឡងគណិតវិទ្យាអញ្ចឹងគឺគាត់បានប្រឡងខ្លះអត់ប្រឡងខ្លះហើយនៅផ្នែកខាងនេះគឺជាវិញ្ញាបនបត្រដែលខាងក្រសួងគាត់ចេញឲ្យបាទនេះអញ្ចឹងបើសិនជាគាត់ធ្លាក់គឺគាត់អត់បានទេវិញ្ញាបនបត្រហ្នឹងណាតែបើសិនជាគាត់ជាប់គាត់បានវិញ្ញាបនបត្របាទអញ្ចឹងកន្លែងនេះចង់បញ្ជាក់បន្តិចថាវិញ្ញាបនបត្រហ្នឹងបើសិនជាគាត់ជាប់បាននិទេសនេះឧទាហរណ៍គាត់បាននិទេសនេះអញ្ចឹងគាត់បាននិទេសហ្នឹងគឺគាត់ក៏បានវិញ្ញាបនបត្រដែរបាទណានេះបានវិញ្ញាបនបត្រណាទាល់តែធ្លាក់បានអត់បានបាទ
បាទនេះគឺជារបៀបនៃការមើលលទ្ធផលហើយនឹងវិញ្ញាបនបត្រដែលគាត់ទទួលបានសម្រាប់នៃការប្រឡងខែកុម្ភៈអញ្ចឹងសូមលោកគ្រូអ្នកគ្រូគឺចូលទៅកន្លែងហ្នឹងទៅហើយមើលតាមហ្នឹងទៅណាហើយតមកទៀតបាទអញ្ចឹងបើសិនជាយើងចង់ព្រីនវាចេញមកក្រៅទេលោកគ្រូអ្នកគ្រូចុចកន្លែងទិន្នន័យនេះមកបើសិនចង់យកវិញ្ញាបនបត្រទេលោកគ្រូអ្នកគ្រូចុចកន្លែងហ្នឹងមកគឺនឹងលោតវិញ្ញាបនបត្រឲ្យហើយណាហើយកន្លែងនេះគឺខ្ញុំគ្រាន់តែបញ្ជាក់ប្រាប់ថាគឺជាការចូលមើលទិន្នន័យនៃការប្រឡងអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំចូលកន្លែងនេះចុះចូលមើលទិន្នន័យនៃការប្រឡងរបស់គាត់ទាំងសិស្ស56នាក់ហ្នឹងអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចូលកន្លែងហ្នឹងហើយគឺលោកគ្រូអ្នកគ្រូវា load file នេះឲ្យមកអញ្ចឹងលោកគ្រូអ្នកគ្រូចុច open មកចុច open ក្រោយមកទៀតលោកគ្រូអ្នកគ្រូចុចពាក្យថានៅកន្លែងនេះមានកម្មវិធីជាច្រើនអញ្ចឹងលោកគ្រូអ្នកគ្រូចុចកន្លែង cam scanner ចុចលើហ្នឹងមកបាទអញ្ចឹងនៅពេលនេះគឺវានឹងលោតបែបនេះឲ្យបាទនេះគឺជាចំនួនបាទទិន្នន័យដែលបង្ហាញឲ្យយើងគឺសិស្សទាំង51នេះមកទាំងអស់បាទនេះគឺមានទាំងឈ្មោះមានទាំងតកូលហើយមានភេទហើយនេះគឺចំនួននៃការចូលប្រឡងសរុបរបស់គាត់ណាបាទហ្នឹងគឺរៀបតាមលំដាប់ switch តែម្ដងណារៀបតាមលំដាប់ switch តែម្ដងអញ្ចឹងនេះគឺជាមធ្យមភាគនេះគឺនីតិបាទអញ្ចឹងនីតិនេះរៀប switch ពី A រហូតដល់ S បាទដល់ S អញ្ចឹងមានថាសិស្សគាត់នេះគាត់ជាប់ច្រើនដែរណាគាត់ជាប់ច្រើនដែរក៏គាត់ធ្លាក់ប្រហែលជាច្រើនដែរបាទនេះបាទអញ្ចឹងនេះគឺជានីតិតាមមុខជាមួយណានីតិជាមួយហើយនេះគឺអ្នកទទួលបានវិញ្ញាបនបត្រហ្នឹងបាទអញ្ចឹងអ្នកណាធ្លាក់គាត់បានទេនេះគឺណាគាត់ធ្លាក់បានទេណាធ្លាក់អត់បានទេទាល់តែជាប់បានណាបាទទាល់ជាប់បានបាទអញ្ចឹងនេះខ្ញុំគាត់ចង់បញ្ជាក់ប្រាប់ថានេះគឺជានីតិរួមណានីតិរួមនេះគឺជាមជ្ឈមភាគរួមនៃការប្រឡងទាំង4មុខរបស់គាត់ហ្នឹងបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងដើម្បីចែកជូនទៅដល់លោកគ្រូអ្នកគ្រូដែលគាត់មានចម្ងល់ថាពេលប្រឡងប្រចាំខែកុម្ភៈហើយខ្ញុំអត់ដឹងថាតើទៅមើលលទ្ធផលនៃការប្រឡងសិស្សនៅកន្លែងណាឬក៏ទាញយកវិញ្ញាបនបត្រនៅកន្លែងណាពួកប្រព័ន្ធមានការអាប់ដេតបាទពីមួយខែទៅមួយខែអញ្ចឹងគឺខ្ញុំមានប៉ុណ្ណឹងបាទអញ្ចឹងសូមលោកគ្រូអ្នកគ្រូគឺចូលតាមដែលខ្ញុំបានណែនាំប្រាប់ហ្នឹងទៅបាទលោកគ្រូអ្នកគ្រូនឹងបានឃើញក៏ដូចជាអាណាព្យាបាលសិស្សហ្នឹងក៏បានឃើញដែរណាបាទបើសិនជាគាត់បានដឹងពាក់ព័ន្ធទៅនឹង QR code គ្រូផ្ទុកថ្នាក់ហ្នឹងគាត់អាចចូលទៅមើលបានដូចគ្នាថាកូនគាត់ហ្នឹងបាទទទួលបាននីតិអីបាទបន្ទុកប្រមាណបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងដើម្បីចែកជូនដល់លោកគ្រូទាំងអស់បាទអញ្ចឹងសូមអរគុណសូមជម្រាបលា